ស្ដែងនៅស្រុកអាមេរិកអ្នកដែលរៀនចប់បរិញ្ញាបត្រនៅសាលាតិចបំផុតតតខ្យល់មានន័យថា very small number unemployed professional នៅស្រុកអាមេរិកតែងតែមានការងារធ្វើហើយតែងតែកសាងជីវិតបានមានន័យថាមានឡានមានផ្ទះសម្បែងនិងមានគ្រួសារចិញ្ចឹមកូនត្រឹមត្រូវចំណែកនៅប្រទេសបារាំងឬក៏អង់គ្លេសឬក៏អាល្លឺម៉ង់ professional ទាំងអស់មានការងារធ្វើមានជីវភាពសមរម្យនឹងរស់នៅចំណែកនៅសិង្ហបុរី professional មានការងារធ្វើចុះនៅប្រទេសកម្ពុជា professional មានការងារធ្វើដូចគ្នាសូម្បីតែប្រទេសកម្ពុជាប្រទេសផ្ដាច់ការក៏អ្នកដែលមាន professional skill មានការងារធ្វើទាំងអស់តើមាន professional ណា fail ក្នុងជីវិតខ្លួនមានបើមិនតិចតើ fail ដោយសារអីដោយសារទទួល education in wrong profession ទី1គឺរៀនមុខវិជ្ជាខុសទីផ្សារទី2មាន personal issues such as gambling having difficulty in building up family ដោយសារប្រពន្ធល្ងងជាងឬក៏ប្រពន្ធគិតតែពីចាយឬក៏ខ្លួនឯងនឹងគិតតែពីចាយ personally មាន issue មួយគឺអត់ work hard មានជំនឿថាមានសញ្ញាបត្រគឺជាផ្លូវទៅឋានសួគ៌អញ្ចឹង professional របៀបហ្នឹងអត់ success ដូចខ្ញុំទៅតែនឹងនិយាយអំបញ្ញមិញកូនខ្ញុំអត់មានជំនឿលើ balance between work and life ទេកូនខ្ញុំទាំង5នាក់ជឿថា life getting better based on hard work ដែល bring better life គឺ hard work by profession គឺត្រូវមានការចេះដឹងជំនាញតាមត្រូវប្រពន្ធខ្ញុំមានក្មួយ3នាក់ប្រពន្ធខ្ញុំមានក្មួយ3នាក់ក្មួយប្រុស2នាក់ក្មួយស្រី1នាក់ប្រពន្ធខ្ញុំមានក្មួយ3នាក់ហ្នឹងបងប្អូនបង្កើតបរិញ្ញាបត្របណ្ឌិតទាំង3មួយជា medical doctor មួយជា pharmacist doctor ខាង pharmacy មួយទៀតជា doctor ខាង technology ក្មួយគាត់3នាក់អត់មានអ្នកណាមួយ fail ទេ why because they choose their family ក្មួយប្រុសយកប្រពន្ធអ្នកចេះដឹងក្មួយស្រីយកប្តីអ្នកចេះដឹងធ្វើការស្មើដៃគ្នាហើយស្រឡាញ់កូនប្រុសអត់ spend time outside family ចំណែក wife work hard and spend time with family ក្មួយពន្ធខ្ញុំ3នាក់ very successful អត់ fail ទេឥឡូវខ្ញុំនិយាយពីគេវិញអត់ចេញឈ្មោះមានកូនគេដទៃជា doctor ជា pharmacist ជា PhD គេរៀបការម្ដងជួនកាលគ្នាអភ័ព្វគេរៀបការ2ដងអភ័ព្វដល់3ដងក៏គេអត់ fail ដែរខ្ញុំ witness Cambodian American នៅតែ success why no matter how many times they remarried they still become successful family ពីព្រោះគេអត់ gambling គេអត់ drinking គេអត់ wasting time ជាមួយនឹង leisure ដែលមិនចាំបាច់គេ work hard គេ build life គេជាមួយនឹង partner គេដែល work hard professionally គេអត់ទេ Cambodian American ច្រើនណាស់ដែលមាន successful life ពួកគេជា professional ក្មួយពន្ធខ្ញុំ3នាក់ successful ក្មួយខ្ញុំ successful កូនខ្ញុំ successful កូនខ្មែរដទៃទៀត successful រៀបការប្រហែលដងបែកបាក់គ្នាក៏នៅតែ successful កុំឲ្យតែលេងល្បែងកុំឲ្យតែផឹកស្រាកុំឲ្យតែគ្រឿងញៀនកុំឲ្យតែ stupid with getting want to be rich so fast ដូចជា investing carelessly in stock market ចង់បានលុយងាយស្រួលអីដូច្នេះណា user អ្នកដែលជា professional មិនងាយនឹង fail ទេ fail យកមកពីយើងជា gambler include investing carelessly in stock market យើងជា drinker យើង spend more time having fun than working hard យើង choose partner អត់ត្រូវបាន fail professional មិនងាយ fail ទេអា rate of failure នឹងតិចណាស់អានេះនិយាយតែ Cambodian American ទេខ្ញុំអត់ដែលសូវអួតរឿង Cambodian American ទេប៉ុន្តែ Cambodian American successful ច្រើនណាស់ក្មេងៗនៅស្រុកអាមេរិកណាខ្ញុំមិនងាយអួតទេមិនងាយនិយាយអួតទេអញ្ចឹង user small percentage សម្រាប់ពួក professional ដែលគេ fail
look up to yourself if you are educated fail របស់ចៅឯងឬក៏ក្មួយឯងតែប៉ុន្មានយ៉ាងទី1 gambling ទី2 drinking ទី3 having more fun than working hard ទី4 choosing partner ដែលអត់មាន compatibility ទី1 gambling ទី2 drinking having more fun than working hard choosing partner ដែលអត់មាន compatibility គឺយកប្រពន្ធឧទាហរណ៍ថាខ្លួនហ្នឹងមាន PhD ទៅយកប្រពន្ធស្រុកខ្មែរដោយសារឃ្លានអានំគមខ្ចីហ្នឹងយកមកអង្គុយញ័រជើងញាក់ដួល partner ដូច business partner ចឹងណា user អញ្ចឹងបើចៅឯងរៀនបកែចៅឯង working hard ចៅឯងអត់លេងល្បែងចៅឯងអត់ផឹកស៊ីហើយចៅឯងរើសប្រពន្ធឲ្យចេះដឹងស្មើគ្នា hard work ដូចគ្នាចៅឯងមិនងាយ fail ទេអា failure rate របស់ចៅឯង very low ដូច្នេះវាតិចណាស់ក្មួយខ្ញុំក្មួយខ្ញុំក្មួយមួយប៉ុនខ្ញុំក្មួយប៉ុនក្មួយមួយប្រពន្ធខ្ញុំ very successful កូនខ្មែរដតីទៀតនៅមកដុំខ្ញុំ very successful ខ្ញុំមិនដែលនិយាយទេពីព្រោះកុំឲ្យថានៅស្រុកអាមេរិកអួតមិនមែនគ្រាន់តែនៅ state ខ្ញុំទេនៅ state ដតីទៀតខ្ញុំប្រាប់ណាខ្ញុំមានកូនសិស្សម្នាក់គ្នាអត់ចេះអីទេពីអ្នកដៃពុនកូនសិស្សខ្ញុំមានកូនស្រី3កូនស្រី3 grew up in housing project ជនភៀសខ្លួនណាកូនស្រី3ហ្នឹងណារស់នៅក្នុង housing project ស្អីទៅ housing project គឺនៅក្នុងភូមិដែលសម្បូរចោលហើយជាតំបន់អាគារដែលអ្នកក្រអ្នករត់ចោលសាលាពួកលក់គ្រឿងញៀននៅមានកូនស្រី3នាក់កូនស្រី3នាក់ហ្នឹងងើបរួចទាំង3ម្ដាយហើយនឹងឪពុកអត់ចេះធ្វើ homework ឲ្យកូនទេកូនស្រី3នាក់ហ្នឹងងើបរួចទាំង3ម្នាក់គាត់តែប្រាក់ចំណូលប្រចាំឆ្នាំមិនតិចជាង 20,000 ទេផ្ទះសម្បែងគ្រួសារឯងមានទាំងអស់យកម្ដាយខ្លួនឯងទៅនៅនឹងវិមានមួយស្កឹមស្កៃឲ្យរស់នៅគាត់តែធ្វើម្ហូបឲ្យពួកវាស៊ីហើយនឹងកូនវាស៊ីវាធ្វើការវាបានប្តីបានស្អីវាខ្ញុំឃើញហើយខ្មែរជោគជ័យច្រើនណាស់ឲ្យតែទី1អត់ឆ្លក់ទឹកទៅដួយស្រុកខ្មែរអត់ឡើងចប់ឆ្លក់ទឹកទៅដួយហ្នឹងមួយទី2អត់ទៅកាស៊ីណូទី3អត់ចូលជាមួយ stock market តែលាលើ work hard build family choosing a compatible partner successful នៅ California ដូចគ្នាខ្មែរណាដែលឆ្លក់កាស៊ីណូខ្មែរណាដែលគ្នា drop out ខ្មែរណាដែលគ្នាចូល gang អាហ្នឹងធ្វើម៉េចគ្នាមានបញ្ហាឲ្យតែខ្មែរទៅរៀន successfully នៅ California ក៏ចឹងនៅ Massachusetts ក៏ចឹងនៅ Florida ក៏ចឹងនៅ Illinois ក៏ចឹងនៅ New York ក៏ចឹងខ្មែរជោគជ័យច្រើនណាស់តែហេតុដូចម្ដេចបានជាខ្ញុំអត់និយាយកុំឲ្យអួតអ្នកអាមេរិកលើកទី1ហើយខ្ញុំប្រាប់ចៅឯងឲ្យតែចៅឯងរៀនបានបរិញ្ញាបត្រជាន់ខ្ពស់ហើយចៅឯងរកប្រពន្ធឲ្យសមនឹងគ្នាហើយចៅឯងអត់ផឹកចៅឯងអត់លេងល្បែងចៅឯងអត់ជឿតាម getting rich so fast ចៅឯងកុំចង់មានឆាប់ពេកចៅឯងជោគជ័យហើយចៅឯងជោគជ័យហើយកូនខ្ញុំឥឡូវខ្ញុំមិនខ្វល់អ្នកណានិយាយអីទេ I'm so happy ក្មួយប៉ុនខ្ញុំ very very successful អាណាដែលមានបងប្អូន3នាក់ដុកទ័រទាំង3បរិញ្ញាបត្របណ្ឌិតទាំង3ហើយមានខ្មែរនៅចិត្តខ្ញុំនោះអូយគេកូនចៅគេរៀនសុំគេបកកែណាមិនមែនខ្មែរល្ងងទេបកកែណាមានអ្នកខ្លះរៀបការ4ដងក៏នៅតែជោគជ័យពីព្រោះ determination របស់គេគឺ work hard គេអត់ gamble គេអត់ drinking គេអត់ wasting time ជាមួយនឹងជំនឿថាឆាប់មានណាអញ្ចឹងទៅថាអូយកូនខ្មែរបកកែណានិយាយចំទៅឲ្យតែគេចប់ college កូនខ្មែរឲ្យតែចប់ college 4ឆ្នាំចប់ university ឆ្នាំទី6បកកែឥឡូវលើកទី1ខ្ញុំនិយាយប្រាប់ថាខ្មែរយើងមិនមែនល្ងងទេឲ្យតែឈប់ជោគឲ្យតែឈប់ fake ឲ្យតែឈប់អួតខ្មែរយើងបកកែណានៅស្រុកភូមិខ្ញុំនេះគាត់តែខ្ញុំស្គាល់កូនខ្មែរជា scientist ណា6នាក់ឯងសិតតែ scientist សិតតែជាអ្នកវិទ្យាសាស្ត្រខាង biology វិទ្យាសាស្ត្រខាងគីមីវិទ្យាសាស្ត្រខាងអវកាសអូយគេវិទ្យាសាស្ត្រគេសិតតែអ្នកវិទ្យាសាស្ត្រហើយមិនមែនធម្មតាទេគឺគេកាន់តំណែងជាអ្នកវិទ្យាសាស្ត្រហ្មងគ្រាន់តែចិត្តផ្ទះហ្នឹងខ្ញុំប្រាប់ទៅគ្រួសារខ្ញុំអន់ជាងគេបំផុតក្នុងចំណោមគ្រួសារខ្មែរខ្ញុំមានកូន5នាក់ខ្ញុំមាន PhD 12មានន័យថាខ្ញុំអន់ជាងគេកូនគេ3នាក់គេដូចបងស្រីខ្ញុំអី3នាក់កូនគាត់ PhD
ហើយនឹង doctorate ទាំង3ហើយតែខ្លាំងជាងគេមួយកូនសិស្សខ្ញុំនៅញូវយ៉កម៉ែឪអត់ដែលចេះធ្វើ homework ឲ្យកូនទេកូនស្រី3 very successful កូនមួយជា nurse practitioner ការងារវាពេញកូនមួយទៀតជា computer scientist កូនមួយទៀតជា medical doctor រស់នៅក្នុង housing ពាក្យថា housing project ហ្នឹងគឺភូមិក្មេងស្រីអាយុ 4-10 ឆ្នាំមានកូនណាវាងើបរួចម៉ែឪវាអត់មានបានជួយវាទេហើយវាកូនខ្មែរមីបងគេកើតមកប៉ិនកពួនជើងម៉ែដាក់រឹងយកខ្ញុំធ្វើគ្រូម៉ែវាឥឡូវឃើញខ្ញុំវាអោបខ្ញុំពូ I love you I'm proud of Cambodian ខ្ញុំនិយាយបានខ្ញុំមិនងាយនិយាយរឿងហ្នឹងទេចៅមកសួរខ្ញុំស្ដីឲ្យអាក្រក់គេតាមពិតណា I love you guys ខ្ញុំស្រឡាញ់ខ្មែរប៉ុន្តែសម្ដីវាអាក្រក់លើកទី1ហើយខ្ញុំអួតរឿងខ្មែរពិតជារៀនបកែមែនចាំមែនអាចេមសុកហ្នឹងនិយាយអាក្រក់ហ្នឹងស្អប់ខ្មែរទេខ្ញុំនិយាយអាក្រក់មកពីខ្ញុំឈឺចាប់នឹងឃើញកូនខ្មែរជោកូនខ្មែរ fake កូនខ្មែរអួតខ្ញុំឈឺចាប់អញ្ចឹងខ្ញុំនិយាយទៅសម្ដីខ្ញុំអាក្រក់តាមពិតវាកើតមកជាខ្មែរគឺឃើញថាខ្មែរមានរបស់ល្អយ៉ាងម៉េចឲ្យតែឈប់ fake ឈប់ជោឈប់អួតទៅគឺខ្មែរល្អិលហ្មងអូខេ user អញ្ចឹងអត់ fail ទេចៅអត់ fail ទេតាំងចិត្តអត់ fail ទេអត់ fail ទេដឹង fail មិនទេអញខំរៀនតាមទៅហើយអត់លេងល្បែងអញអត់ផឹកស្រាហើយគ្រប់វិនាទីអញគិតតែពីរឿងកូនប្រពន្ធអញគ្មានទៅនិយាយដើមអាណាអញគ្មានទៅចង់ឈ្នះអាណាអញគិតតែពីអោនក្បាលអញគិតតែពីរស់នៅជាមួយប្តីប្រពន្ធអញគិតតែពីរឿងកូនអញគិតតែពីធ្វើការអញគិតតែពីខំរៀនថែមវាគ្មានអីថាមិនជោគជ័យទេពួកម៉ាក់ខ្ញុំប្រាប់ថា James មានបន្ទប់ free នៅ Atlantic City នៅ casino អូខេបន្ទប់ឲ្យប្រាប់ប្រពន្ធអូនតោះទៅដេកលេងមាត់សមុទ្រមានបន្ទប់ free ទៅដេកលេងអត់មានអស់មួយរៀលទេអស់តែថ្លៃញ៉ាំឯងហើយសាំងឡានឯងអត់លេងល្បែងមានអីអស់ណាបើពួកម៉ាក់វាថាអញនៅលេងកាស៊ីណូនឹងដែរឯងមកដេកប្រាប់ថាអញរវល់អញអត់ទៅដេកទេមិនបានអត់ទៅដេកពីព្រោះបើអញទៅដេកហូតែលហ្នឹងឯងលេងចាញ់អស់ឯងមកខ្ចីលុយអញមិនមែនទៅដេកហូតែលបន្ទប់ free ហ្នឹងឲ្យឯងខ្ចីលុយណាចុយម៉ៃរឿងលុយឯងអញអត់ហាមទេប៉ុន្តែឯងឲ្យបន្ទប់អញ free ហើយឯងលេងល្បែងនៅកាស៊ីណូហ្នឹងដល់ឯងអស់លុយឯងមកចេះមានលុយឲ្យពី 3000 មកចាំទឹកក្រោយចាំឲ្យអាហ្នឹងមានលុយឲ្យអត់ទៅទេឲ្យតែបើសិនជាឯងឲ្យបន្ទប់អញ free នៅកាស៊ីណូណាអញទៅរកបន្ទប់អញអត់ជួបឯងទេឯងលេងបៀណាលេងទៅកុំមកខ្ចីលុយអញព្រោះអញដឹងថាអាអ្នកល្បែងនេះកាលណាវាឈ្នះស្អីក៏វាធូរដែរប៉ុន្តែវាខ្ចីលុយវាមិនងាយសងទេខ្ចីម្ដង 1000 ដល់សង 2500 ថ្ងៃក្រោយឲ្យខ្ចី 3000 សង 3200 ថ្ងៃក្រោយទៀតឲ្យ 6000 លែងសងអ្នកល្បែងតែអញ្ចឹងអត់មានទេអត់ដេកបន្ទប់ free ទេដាក់តនេះដូចខ្ញុំនិយាយរឿងស្រីយួនអញ្ចឹងណាស្រីយួនតិច same how are you same hello ប៉ុន្តែអញអត់ទេទោះបីដោះឯងពើងអីណាក៏គូតឲ្យឡើងណៃអញមិនទៅចិត្តទេពីព្រោះអីមកលេងឆ្នោតជាមួយអញប្រហែលជាពាក់លុយអញខាតអញរកស៊ីលក់ឆ្នោតអញមិនចង់ការប្រាក់ណាអញ្ចឹងអញអត់មានត្រូវការតិចថាស្រីយួនស្អាតឲ្យក៏ពើអញចង់ស្អាតប៉ុណ្ណាអញអត់មានត្រូវការអញមានប្រពន្ធហើយអញរកស៊ីលក់ឆ្នោតចំណេញ$1លក់ឆ្នោតបាន14សេនទេបើឲ្យស្រីយួនតាក់ក្បាលបានវាជាពាក់តែ100សុយធំឆ្នោតណាលក់$1គេឲ្យកុំមីស្យងតែ4សេនទេណាស់នេះអញ្ចឹងអ្វីដែលខ្ញុំនិយាយនេះចៅកុំខឹងតាចង់ឲ្យចៅគឺជាមនុស្សខ្លាំងមិនមែនខ្លាំងកម្លាំងបាយដោយលោកហ៊ុនសែនអាងកាប់អាងចងអាងវាយអាងកាប់ចាក់ទេគឺខ្លាំងខាងបញ្ញា